ជំរាបសួរបងប្អូនទាំងអស់គ្នាសម្រាប់វីដេអូថ្ងៃនេះអធិស្ឋានខ្ញុំពាក់មួកដោយសារតែថ្ងៃហ្នឹងសក់ខ្ញុំវាអត់សហការដល់ពេលអញ្ចឹងខ្ញុំសម្រេចចិត្តថាពាក់មួកមកទៅហើយយើងបងប្អូនបាច់ចាប់អារម្មណ៍នឹងមួករបស់ខ្ញុំទេយើងចាប់អារម្មណ៍នឹងសាច់រឿងរបស់យើងនៅក្នុងថ្ងៃហ្នឹងចុំដល់ពេលថតវីដេអូនិយាយតែឯងសាច់រឿងនៅក្នុងថ្ងៃហ្នឹងគឺខ្ញុំលើកយកសាច់រឿងដែលខ្លីៗដែលចែកលេខពីប្រិមិត្តអ្នកស្ដាប់របស់យើងមកដំណើរជូនទៅកាន់បងប្អូនទាំងអស់គ្នាហើយក៏អត់ដឹងថាវីដេអូនេះបានប្រមាណសាច់រឿងដែរហើយក៏អត់ដឹងថាថតប្រមាណដងដែរក៏ប៉ុន្តែខ្ញុំចាប់ផ្ដើមឆ្លៀតធ្វើវីដេអូបែបហ្នឹងសម្រាប់បងប្អូនទាំងអស់គ្នានៅក្នុង channel និយាយដើមខ្មោចអញ្ចឹងសម្រាប់សាច់រឿងថ្ងៃនេះលើកសាច់រឿងទី1នេះគឺខ្ញុំនឹងលើកយកនៅសាច់រឿងមួយដែលតាក់ទងទៅនឹងរឿងតកានៅឯខាងខេត្តចុចខ្ញុំសូមមិនបញ្ចេញខេត្តទេហើយសម្រាប់សាច់រឿងមួយនេះគឺកើតឡើងទៅលើបងប្រុសម្នាក់ដែលគាត់មានឈ្មោះថាតូចដែលបងតូចក៏បានចែករំលែកមកខ្ញុំនឹងប្រហែលជាខ្ទង់ចិត្តមួយខែបងប្អូនទាំងអស់គ្នាហើយសាច់រឿងគាត់មួយនេះអាចថារៀងរន្ធត់ក៏ថាបានដែរបើនិយាយពីរឿងរន្ធត់ក៏អាចនិយាយបានដែរជារឿងដែលកើតឡើងចំពោះគាត់នៅកំឡុងឆ្នាំ2023ចុងឆ្នាំចូលខ្ទង់ខែ23ចូលខ្ទង់ចិត្តភ្ជុំបងប្អូនខ្ទង់ខែ9ខែ10ហ្នឹងគាត់ថាបើតាមតែចាំអាចនឹងចូលឆ្នាំហើយគឺគាត់ត្រូវការមិត្តភ័ក្តិរបស់គាត់ហើយដំណើរដើមតងគឺទៅដេកផ្ទះអ្នកចិត្តខាងដែលត្រូវជាមិញរបស់បងប្អូនគាត់ហើយក៏ជួបនៅរឿងរ៉ាវហេតុការណ៍នេះទៅអញ្ចឹងបងប្អូនជាដំបូងឡើយហ្នឹងគឺមិត្តភ័ក្តិរបស់គាត់ហើយក៏ប្រាប់គាត់ជាទូទៅពេលដែលមិត្តភ័ក្តិប្រាប់ឬក៏អីស្និទ្ធស្នាលអញ្ចឹងយើងទៅអញ្ចឹងណាចូលរួមក៏ប៉ុន្តែគាត់បើន័យថាគាត់ស្គាល់តែមិត្តភ័ក្តិគាត់តែមួយទេអត់មានស្គាល់ណាគេផ្សេងទេទៅពេលអញ្ចឹងទៅគឺតែឯងសុទ្ធស្គាល់តែកូនកន្លោះដល់ពេលទៅការគេហ្នឹងយប់ថ្ងៃចូលរោងគាត់ទៅតាំងពីថ្ងៃចូលរោងគឺដេកនៅផ្ទះកូនកន្លោះក៏ប៉ុន្តែចូលថ្ងៃទី2ដែលត្រូវជាថ្ងៃការនេះក៏ភ្ញៀវមកច្រើនទាំងភ្ញៀវខាងកូនកំមុំទាំងភ្ញៀវខាងកូនកន្លោះអញ្ចឹងពេលដែលភ្ញៀវមកច្រើនយប់ឡើងការហើយនឹងរួមអីហើយនឹងអត់មានកន្លែងសម្រាប់ទេគឺចាស់គាត់សម្រាមពេញហ្មងនៅលើផ្ទះមិត្តភ័ក្តិរបស់គាត់ហ្នឹងហើយគាត់ដល់ពេលអញ្ចឹងគាត់ថាដេកនៅរឹងក្រោមផ្ទះទៅតែមិត្តភ័ក្តិគាត់ថាអត់ទេកុំអញ្ចឹងអីមុខច្រើនណាស់ហើយណាមួយវាអត់សូវសមទៅដេកផ្ទះមិញរបស់គាត់ទៅផ្ទះមិញរបស់គាត់នៅទល់មុខនោះมันឆ្ងាយប្រហែលនេះដើរឆ្លងតែផ្លូវទៅដល់ហើយដល់ពេលអញ្ចឹងគាត់គិតថាបើគេមានផ្ទះឲ្យដេកគាត់ដេកផ្ទះទៅអញ្ចឹងណាដេកផ្ទះទៅក៏ចាប់ផ្ដើមឡើងទៅយកខោអាវយកអីអញ្ចឹងទៅក៏មិត្តភ័ក្តិគាត់ហ្នឹងកូនកន្លោះហ្នឹងហើយនឹងម្ចាស់ផ្ទះហ្នឹងក៏ជូនគាត់ទៅផ្ទះហ្នឹងឡើងទៅដេកលើផ្ទះហ្នឹងក៏ប៉ុន្តែគាត់ក៏ចុះមកងូតទឹកចុះមកអីចឹងណាកំឡុងពេលងូតទឹកហ្នឹងគាត់ក៏ចាប់អារម្មណ៍ឃើញចាត់ដីមួយនៅចំហៀងនៅខាងមុខឈៀងខាងកើតនៃផ្ទះហើយចាត់ដីហ្នឹងមើលទៅហ្នឹងគឺថ្មីមិនជាចាស់ទេជាប្រភេទចាត់ដីទូចទេគាត់គិតថាប្រហែលជាមិនខុសឲ្យពីស្រុកភូមិគាត់ចឹងណាមានចាត់ដីអ្នកខ្លះទៅក៏គេដាក់ចាត់ដីធ្វើចាត់ដីនៅផ្ទះអីចឹងទៅគាត់ថាវាជារឿងធម្មតាវាមិនទៅចម្លែកអីណាពេកទេក៏របៀបថាងូតទឹកងូតអីហើយលាងដៃលាងជើងហើយក៏ឡើងទៅលើផ្ទះវិញពេលដែលឡើងទៅសម្រាប់កំឡុងពេលហ្នឹងគឺម្ចាស់ផ្ទះហ្នឹងគាត់ឡើងមកសម្រាប់ហើយក៏ប៉ុន្តែម្ចាស់ផ្ទះគាត់មានបន្ទប់មាន2បន្ទប់នៅល្វែងខាងក្រោយណាម្ចាស់ផ្ទះហ្នឹងគឺមានតែ2អ្នកប្តីប្រពន្ធគាត់ទេអត់មានឃើញកូនអត់មានឃើញអីផងឃើញតែ2អ្នកប្តីប្រពន្ធហ្នឹងហើយគាត់ក៏ដេកមកបន្ទប់ហ្នឹងទៅបន្ទប់មួយទៀតមិនដឹងថាគេដាក់អីទេដល់ពេលដែលបិទភ្លើងបិទអីអស់ខ្ទង់ម៉ោងមិន10ជាង2:10ក៏ស្រាប់តែឃើញមនុស្សស្រីម្នាក់ដើរចេញពីបន្ទប់ទល់មុខបន្ទប់ម្ចាស់ផ្ទះដែលសម្រាប់ហ្នឹងរបៀបថាចេញមកហ្នឹងគឺស្លៀកឈុតដេករបៀបឈុតខ្លីត្រឹមជង្គង់ខោហើយអាវតុក្កតាពណ៌រៀងប្រផេះអីចឹងទៅដើរចេញពីបន្ទប់នឹងមកហើយសក់ឡើងវែងដល់ធំចកេះអាលោះសក់បដាដើរបដាមើលមកគាត់បដាហើយក៏ដើរបើកទ្វារចេញទៅខាងក្រៅទៅគាត់គិតថាជុំកូនម្ចាស់ផ្ទះស្អាត កូនម្ចាស់ផ្ទះនេះស្អាតណាស់
mơ tới khơi tầm rong đong luôn riêng rơi nó cứ xăm mỏng cứ sờ nằm sờ nuốn đó nè mà sờ tu có sạp tại khơi lại mà vĩnh có toàn kênh thế khơi lại mà vĩnh tái mệt đào tới bật tục quạt đấy nè cứ pe để lại mà vĩnh nó đào mà bật tục bong bong tội mà cha sậy riêng rơi nè mẹ đào mà bật tục mẹ đào mà mùng cả lại quạt đấy cà cà tên năng ngàn điệp cho tới tròn mùng đào mà hơi là việc ngục ợt mời trẻ mơ rồi mơ ấy được không bông trắng nè cọt hiền xua thà mơ rồi ấy trắng nè khai ta cái yên cái ấy trắng tư khơi ớt cho ớt là đào từ trong chương đào mà chùm hiên đào từ trong chương đào từ chùm hiến có đào cho từ bật tục mình p để đào cho từ bật tục mình tới có cuộn nó đã luôn sẽ ngầm đi p để sẽ ngầm để bật này để hiệp nâng lũ ấy mà tôi bóng bóng hạ đôi chìm miền là vay mà dáng ấy mò ao cọt đi cầu là việc thà đôi srub bây giờ dây số sáp tới không cho cọt đôi không cho cọt srub cọt có chắp vào para rơ luôn chẳng tới có bạt thì mình có đi phang ngào mình được trùng thì này là hơi sưu này đi phải yếng sẽ cọt đập pe hay chắc đi phang ngào mà mình đập pe đi phang ngào mà mình srub tam mẹ làm là thông khăn có ốp đôi tật ốp cái bàn trên nền tía bông bồn thông khăn đôi tật ốp có ốp hao chu là việc đôi cái bàn trên nền tía thông nên cho mong mà thông nó có đang thời thơ mạch thông đó có tích ấy tích nó có cho dư đã bẹ nó đỏ dư nó một tục cho một đây tại đo bẹ đây màu và hai chia bờ tam tại sman ai thà màu mui chia màu pì lư sẽ lấy bao thuê và tục quát đây dễ bông phổi kim cù lòng tia mùi trắng anh ấy thuê cho ta cho mình trắng này hay anh ấy là về thì muối là về thì pì trắng phải trả mình về thì muối là về thì pì là bên trắng nè là về ní miền bật tục mùi kháng này miền bật tục mùi quát đây này cái này nè trắng pe đại bật tục y đi đến bật tục tí pi nè anh ấy bật tục tí mùi bật tục y mà ra đây nhá bật tục tí pi nè đập bên trắng quạt than lư sầm lấy bây bật tục nè bật tục tí mùi nè quạt đây này cái này nè cái đừng là việc thà đôi dương run thuê trăng bao cái trắng này tại bao việc chảnh đây là việc thà đôi bao cái chảnh cứ có cái trống cô nó việc đây chụp về chụp ở đây tại đằng ban có đung cái đen việc thà nó thằng dậy quát có đẩy nó đi con thằng ai chẳng tới đi đơn lụ bật lại đằng mình mà sạp tam mà tốt tranh bị bật tục nâng mà bóng phồn tranh bị bật tục thì mùi nâng máu mà cho nơi cái này nè cái này miền bảo uột mùi mà cho nè cái này nè cái này là về tìm mùi nè cái này là về tìm mùi là một bật tục bây giờ cái tên này khám sẽ đam đầy của cho bóng phồn bao uột đang sẽ là hơi cho sật sọ mơ từ thân nào pe để nghĩa mà vinh bóng phồn cho làm thang nghĩa mà vinh một màu chứ mình chỉ mình được sát được cả môn thiệt thì bóng ổn chỉ bị xe pe giúp là ngất mình được kia mơ một cái thời thì pe giúp là ngất mình được kia mơ ọt vô thay trên này tai ơi ta không nói lồn tụ bay là ngất giang na còn mơ khơi cho bài này có thác khơi một nó cứ tập bao trong hơi miền chiêm nơi lọc này nó hơi cho mùi nó một nó cứ là việc tham mơ tới lần là vinh mót á có thà còn đã khơi phim quạt Bruce nhạc mà tại pe nó bom ôn đang còn kết tham mà chỉ cứ quạt kết thà luôn ai đang định mà mở rồi còn du sập tại mình đang thà pe nó quạt slap rồi có cây sần đầm này pe để con ngớp đang luôn ở vinh mau bùm mũi nó luôn quạt lòng trừ mình đang thà trôm pe nhom cái thà pe để quạt chư luôn nữa mình không mau lon quạt chư luôn này mà bị quạt rom này để biết ta đại thơ ấy đập pe rôm đã ngớp chư luôn thấy bờ bom đó cái thằng cái bài chữ mọi sầm đầm quạt thơ bạp quạt ấy na thơ quạt chư luôn tại nhầm trong bỏ sai đập bom pro vinh tha
ប្រហែលមិនមែនខ្មោចធ្វើអីបងឯងទេប្រហែលជាបងឯងរួមឬក៏បងឯងធ្វើចលនាឲ្យខ្លាំងចឹងទៅវាធ្វើឲ្យឈឺខ្លួនបងប្អូនគិតឃើញដូចខ្ញុំអត់បើគិតឃើញខមមិនម្នាក់មួយមកហើយគាត់ថាពេលដែលងើបមកនោះឈឺក្បាលហើយមានអារម្មណ៍ថាដូចពិបាកអង្គខ្លួនណាហើយបើនិយាយពីអ្នកផ្ទះវិញគឺចុះទៅក្រោមអស់នៅតែគាត់លើផ្ទះម្នាក់ឯងទេកំឡុងពេលហ្នឹងគាត់ឃើញម្នាក់ស្រីហ្នឹងដើរចេញពីបន្ទប់ហ្នឹងចុះមកខាងក្រោមម៉ោងប្រហែលជា6ជាងហ្នឹងចុះមកហ្នឹងគឺក្នុងរូបភាពស្អាតធម្មតាដូចគាត់ឃើញលើកទី1អញ្ចឹងមិនមែនដូចគាត់ឃើញលើកទី2ឈរសិតសក់នៅមាត់ប្អួយទេគាត់ក៏ចេញពីមុងចេញពីអីមកសាមុងបត់ភួយបត់អីគេហើយក៏ចុះមកខាងក្រោមផ្ទះដុសថ្មិញដុសអីចឹងណាមិនទាន់បានយកខោអាវទេដុសថ្មិញអីហើយក៏ដើរទៅផ្ទះការដែលជាផ្ទះមិត្តភ័ក្តិរបស់គាត់នេះដើរទៅផ្ទះការដល់ពេលដើរទៅផ្ទះការក៏គេបបរអីសាច់អីសពីល្ងាចចឹងណាគេបបរហូបជុំគ្នាចឹងទៅគាត់ក៏ហូបក៏អីចឹងទៅពេលដែលហូបហើយក៏គាត់និយាយរឿងយប់មិញថាគាត់ដេកខ្មោចសកត់ហើយរបៀបថាដូចរបៀបថាដេកមកមើលឃើញខ្មោចអីលើផ្ទះនៅអញ្ចឹងណាហើយដល់ពេលអញ្ចឹងថាខ្មោចមនុស្សស្រីខ្មោចអីចឹងទៅដល់ពេលអញ្ចឹងមិត្តភក្តិគាត់ថាអញ្ចេះថាហើយឃើញមែនអត់ហើយឃើញនៅបន្ទប់មួយណាទាំងបន្ទប់កន្លែងអ៊ីចុងមុងអញដេកគាត់ថាតិចកូនម្ចាស់ផ្ទះនឹងឡងព្រោះអីបងប្អូនចដូនមួយគាត់ដែលត្រូវជាកូនម្ចាស់ផ្ទះហ្នឹងទៅស្លាប់ប្រហែលជាង1ខែហ្នឹងទេហើយចែកដីនៅខាងមុខផ្ទះហ្នឹងគាត់ថាមនុស្សស្រីមិត្តភក្តិថាមនុស្សស្រីខ្ទង់ប្រហែលជា21 22ដល់ពេលគាត់លើអញ្ចឹងគាត់ថាពុទ្ធោប្រហែលជាហ្នឹងអីចឹងហើយគាត់មិនដឹងថាឃើញលើកទី2ហ្នឹងមកដល់ពេលបច្ចុប្បន្នហ្នឹងមិនដឹងថាមកមើលឬក៏យូរសពឬក៏មែនតើដល់ពេលអញ្ចឹងហូបបបរហូបអីហើយក៏ឡើងទៅយកវ៉ាលីខោអាវដើម្បីមកទុកផ្ទះការហើយនឹងចេញតាណាមកពេញវិញដល់ពេលបងប្អូនឡើងទៅដល់កូនស្រីម្ចាស់ផ្ទះដែលមិត្តភក្តិគាត់និយាយថាស្លាប់ហ្នឹងណាគឺនៅអង្គុយកន្លែងកន្ទេលដែលគាត់ដេកយប់មិញហ្នឹងឯងអង្គុយបត់ជើងចាំនៅលើកន្ទេលហ្នឹងមកអង្គុយបត់ជើងចាំនៅលើកន្ទេលហ្នឹងដល់ពេលដែលគាត់ឃើញអញ្ចឹងគាត់ឡើងទៅដល់លើភ្លាមចុះមកក្រោមវិញឡើងលឿនឡើងមកដល់មាត់ទ្វារមាត់ចដាលនេះចុះមកវិញឡើងលឿនចុះរត់តុបមកអ៊ីម្ចាស់ផ្ទះហើយនឹងពូម្ចាស់ផ្ទះសួរកាត់អីកាត់អីរត់លឿនម៉េះគាត់ថាអត់ទេអ៊ីយកវ៉ាលីខ្ញុំតិចមកខ្ញុំឃើញពីណាគេអង្គុយលើផ្ទះអ៊ីហ្នឹងក៏គាត់ឡើងទៅយកវ៉ាលីយកអីឲ្យទៅក្មួយអើយប្រហែលជាវាមិនដឹងក្មួយឯងមកកូនអ៊ីវាទៅតែខូចប្រហែលជាវានៅមិនទាន់ទៅណាវានៅវល់នៅគាត់ថាអ៊ីអើយអ៊ីខ្ញុំមិនខ្លាចកូននេះឯងទេគ្រាន់តែពេលដែលខ្ញុំឃើញខ្ញុំចេះអភ័យខ្ញុំចេះស្លុតចឹងណាក៏អរគុណអីហើយក៏ត្រឡប់មកផ្ទះពួកម៉ាក់គាត់វិញតែពេលហ្នឹងអត់អីទេណាបងប្អូនពេលហ្នឹងអត់អីទេតែពេលមកដល់ពេញវិញបងប្អូនយកអារម្មណ៍ថាគ្រុនញាក់គ្រុនញ័រគ្រុនអត្រាតัวគ្រុនខ្មោចលងអីគឺឈឺគឺគ្រុនជួសរោមលេបថ្នាំត្រជាក់ក៏អត់បាត់តតែទៅស្រោចទឹកហ្នឹងគឺវត្តនៅពេញមកដុំបង្កក់ហ្នឹងឯងទៅស្រោចឲ្យលោកនមស្ការស្រោចទឹកឲ្យអញ្ចឹងទៅក៏បានធូរបានអីព្រោះផ្សំជាមួយនឹងគាត់ហត់គាត់នឿយគាត់ខ្យល់ចាប់គាត់អីផងទៅក៏វាគួបផ្សំគ្នាក៏ប៉ុន្តែក្រោយមកទៀតក៏គាត់សួរមិត្តភក្តិគាត់ថាមានលងមានអីអត់បងអូនគាត់ហ្នឹងគាត់ថាអត់ទេអ្នកផ្ទះគឺអត់លងទេតែឲ្យឃើញធម្មតាអញ្ចឹងណាក៏ប៉ុន្តែឥឡូវហ្នឹងគឺដូចជាលែងឃើញហើយឮថាទៅចាប់ជាតិជាមួយនឹងបងប្អូនចដូនមួយទៀតហើយគាត់ក៏សួរថាចុះបងអូនស្រីហ្នឹងគាត់ខូចដោយសារអីមិត្តភ័ក្តិរបស់គាត់ហ្នឹងក៏ឆ្លើយថាខូចដោយសារតែគាត់ឈឺអាជំងឺឈាមសស៊ីឈាមក្រហមអីចឹងណាហើយឈឺហ្នឹងរយៈពេល1ខែជាងក៏គាត់ខូចនៅមន្ទីរពេទ្យនៅពេញចឹងទៅចានេះគឺជារឿងរ៉ាវមួយដែលយើងចាត់ទុកថាជាការលងក៏វាមិនត្រូវឲ្យឃើញក៏ជារឿងមិនត្រូវឬក៏អាចមកថាគាត់ឆ្ងល់តាណាគេមកដេកលើផ្ទះគាត់អីចឹងណាហើយវិញ្ញាណគាត់នៅលើហ្នឹងគាត់មកមើលគាត់មកអើតគាត់អីចឹងទៅយើងគិតថាអញ្ចឹងទៅអញ្ចឹងអានេះជាការជួបរឿងរ៉ាវដែលបានកើតឡើងអញ្ចឹងទៅវីដេអូនេះចូលធ្វើពីវីដេអូធ្វើពីរឿងមកទៅហើយដាច់ពេលណាមិនដឹងទេព្រោះ storage វា full
ចឹងខ្ញុំអត់ចង់ហ៊ានធ្វើពីរឿងតែរឿងមួយនេះខ្លីតែបដាច់ធម្មតាយកធម្មតារឿងនេះកើតឡើងតាំងពីខ្ទង់ជាងថា20ឆ្នាំមុនឬក៏អាចថា20ឆ្នាំស្ដើងមុនបងប្អូនតែខ្ញុំគិតថាតែជាអត់សូវលឺទេបើលឺភាគច្រើនគឺជាប្រសង់ដោយសារតែវិញ្ញាណខ្មោចសេះនេះភាគច្រើនគឺជួបនៅវត្តកាលពីជាង20ឆ្នាំមុនខ្ញុំធ្លាប់ឮសពេចសពិលថានៅវត្តខាងខ្ញុំហ្នឹងគឺមានខ្មោចសេះហើយខ្មោចសេះហ្នឹងលងពីវេនលងពេលថ្ងៃត្រង់ពី10ថ្ងៃត្រង់ហើយនឹងម៉ោង6ម៉ោង7ល្ងាចប្រលប់ខ្ទង់ម៉ោង6ម៉ោង7ឲ្យតាមេឃហៀងសតុំលងហើយលងភាគច្រើនគឺលងកូនសិស្សវត្តនិងលងលោកនេនដែលមានកុដមួយហ្នឹងនៅជាប់កុដលោកគ្រូសក្តិហើយតាមផ្លូវហ្នឹងគឺវត្តហ្នឹងគឺមានផ្លូវកដាលសម្រាប់អ្នកភូមិជិះឆ្លងកាត់ចឹងតែខ្លោងទ្វារវត្តដូចនេះចឹងនេះខ្លោងទ្វារមួយនេះខ្លោងទ្វារតូចមួយអ្នកភូមិជិះឆ្លងពីមកនេះផ្ទះអ្នកភូមិនេះក៏ផ្ទះអ្នកភូមិហើយនេះសាលាឆាន់នេះពហិយចឹងទៅហើយនេះកុដពីរហ្នឹងអញ្ចឹងខ្មោចលងកុដនេះខ្មោចភាគច្រើនគឺលងកុដហ្នឹងហើយលងហ្នឹងបងប្អូនលងលក្ខណៈថាលឺសំឡេងសេះរបៀបលឺសំឡេងអាសំឡេងសេះទ្រុំជើងហើយវាស្រែកគេទាញគេអីចឹងណាដល់ពេលដែលលឺអញ្ចឹងហើយឲ្យតែពីណាមិនដឹងចេញមកមើលសេះហ្នឹងដឹងតែឃើញសេះតែរបៀបថាវារូបរាងអីខ្មោចអីជីសេះអីចឹងណាហើយលងភាគច្រើនហ្នឹងគឺលងនៅកុដដែលទុកចោលហ្នឹងឯងហើយកុដហ្នឹងអត់សូវមានអ្នកនៅបានទេហើយខ្ញុំឮថាវត្តផ្សេងក៏មានលងចឹងដែរលងហ្នឹងសំឡេងសេះធម្មតាខ្ញុំពិបាកបញ្យល់តែគ្រាន់តែសំឡេងសេះហ្នឹងវាធ្វើឲ្យយើងព្រឺសបល់ហើយបើអ្នកមិនដឹងចេញតែមើលគឺឃើញខ្មោចឈរនៅចិត្តផ្លូវហ្នឹងឬក៏ឃើញសេះធំអីចឹងទៅឬក៏អ្នកខ្លះទៅថាឃើញសេះអត់ជើងអ្នកខ្លះថាឃើញសេះអត់ក្បាលហើយភាគច្រើនគឺដែលជួបហ្នឹងគឺកូននេនអាហ្នឹងវាគ្រាន់តែជារឿងឮតគ្នាខ្ញុំក៏អត់ដែរបានឃើញដែរគ្រាន់ថាពេលហ្នឹងគឺលោកនេនអីប្រាប់ថាអើយហើយតែគាត់ហ្នឹងប្រយ័ត្នប្រយែងវើប្រយ័ត្នឮសលេងសេះអីកុំចេញទៅមើលខ្ញុំក៏សួរថាសេះហ្នឹងអីគេថាអាហ្នឹងខ្មោចសេះគេហៅខ្មោចសេះហើយខ្ញុំចង់ដឹងខ្ញុំលើកយកមកនិយាយហ្នឹងខ្ញុំចង់ដឹងថានៅវត្តបងប្អូនទាំងអស់គ្នាធ្លាប់ឮអត់ហើយសម្រាប់ទឹកឬក៏ដូចគុណប្រសង់ដែលបានស្ដាប់នៅសាច់រឿងហ្នឹងមានដែលឮរឿងតាក់ទងទៅនឹងខ្មោចសេះឬក៏អីហ្នឹងអត់ដោយសារតែវត្តខាងខ្ញុំហ្នឹងធ្លាប់មានលងតាក់ទងទៅនឹងរឿងខ្មោចសេះរឿងអីចឹងទៅអញ្ចឹងបើសួរថាវារន្ធត់វាព្រឺព្រួយបែបណាខ្ញុំអត់ច្បាស់ខ្ញុំអត់ដឹងហើយខ្ញុំគ្រាន់តែឮប៉ុណ្ណឹងហើយលើកជាសំណួរមកសួរបងប្អូនទាំងអស់គ្នាគ្រាន់ក៏លោថាបងប្អូនជួបចែកលេខមកខ្ញុំមកខ្ញុំបាននិយាយតែកាន់បងប្អូនទាំងអស់គ្នាចឹងទៅអញ្ចឹងសម្រាប់វីដេអូថ្ងៃនេះអាចថាជាវីដេអូបើកក្បាលដំបូងនៃការចេញមុខអញ្ចឹងខ្ញុំគិតថាប៉ុណ្ណឹងបានហើយចាំវីដេអូក្រោយៗខ្ញុំប្រហែលជា 4-5 ថ្ងៃខ្ញុំចេញម្ដងតែវីដេអូហ្នឹងអាចចូល50នាទី60នាទី1ម៉ោងជាងអីចឹងទៅតែឥឡូវនេះអាចថាជាការសម្ពោធបើដំបូងកាត់ខ្សែបូអញ្ចឹងយើង8-10នាទី9-10នាទីហ្នឹងយកទៅស្ដាប់សិនទៅហើយខ្ញុំនឹងព្យាយាមយកសាច់រឿងខ្លីៗពីមុនខ្លះថ្មីខ្លះយកមកដាក់បញ្ចូលគ្នាដើម្បីដំណើរហើយដំណើរបែបបញ្យលតាមដែលអាចធ្វើទៅបានបញ្យលហើយអាចនឹងតិចទៀតទៅយើងអាប់ដេតមានអីទៅសេមានអីគូសអីចឹងទៅដោយបងប្អូនបានទាំងស្ដាប់បានទាំងមើលបានទាំងយល់អញ្ចឹងអរគុណបងប្អូនម្ដងទៀតហើយក៏សូមអភ័យទោសសម្រាប់ការពាក់មួកដោយសារក្បាលសក់ក្បាលអសហការអញ្ចឹងសង្ឃឹមថាវីដេអូក្រោយសក់ក៏សហការហើយបងប្អូននឹងអធិស្ឋានជួបគ្នាវីដេអូថ្មីជាមួយនឹងសាច់រឿងថ្មីបន្តទៀត